ទី2វាស់បរិមាណទឹកឲ្យបានត្រឹមត្រូវសូមអានការណែនាំមានបិទនៅលើដបឬនៅក្នុងប្រអប់សម្រាប់បរិមាណទឹកខ្ពុលមាត់ដែលត្រូវប្រើជាធម្មតាប្រហែលជា10មីលីលីត្រឬ2ស្លាបព្រាកាហ្វេដែលមានលាយបញ្ចូលគ្នាជាមួយទឹកបរិសុទ្ធបន្ថែមទៅតាមផលិតផលរបស់ក្រុមហ៊ុននីមួយៗគម្របដបមានគំនូសក្រឹតសម្រាប់កំណត់បរិមាណទឹកដែលត្រូវប្រើប្រាស់ទី3ចាក់ទឹកខ្ពុលមាត់ចូលទៅក្នុងមាត់ចាក់ទឹកខ្ពុលមាត់ដែលបានលាយបញ្ចូលគ្នាជាមួយទឹកបរិសុទ្ធរួចហើយចូលទៅក្នុងមាត់ទី4កំណត់ពេលវេលាឲ្យបានត្រឹមត្រូវបិទមាត់ឲ្យជិតងើយចង្កាឡើងលើបន្តិចរួចចាប់ផ្ដើមក្រឡុកទឹកខ្ពុលមាត់ឲ្យខ្លាំងៗដោយប្រកាសថាវាជ្រាបចូលទៅដល់សពទីកន្លែងរួមមានអញ្ចាញធ្មេញអណ្ដាតនិងបំពង់កដែលជាជម្រករបស់បាក់តេរីជ្រកកោននៅទី